អីទៅបងប្រុសទី2មានរឿងហើយគេយ៉ាងម៉េចហើយមនុស្សស្មាត់ថាគូអ៊ីនចើត្រូវគេខ្វះភ្នែកនិងវះកលៀនមុនពេលកំណត់ទេគាត់ទទួលទូរស័ព្ទសង្សាររបស់គាត់តែមកមកគាត់ក៏ចាក់ចេញទៅនាងគិតចង់ធ្វើអីអូតោះពួកយើងឆាប់ឡើងឆាប់ទៅជួយគេភ្លាមទៅនាងគិតចង់ធ្វើអីនាងកំចូលមកខ្ញុំសុំវល់នាងហានីកាលពីមុនលោកគឺជាអ្នកឲ្យខ្ញុំមកគ្រួសាររបស់លោកណាបេដងពេលនោះខ្ញុំមិនដឹងថានាងគឺជាមនុស្សប្រុសនាងគ្រាន់តែជាមនុស្សកែភេទម្នាក់ពួកយើងទាំងពីរនាក់មិនអាចទៅរួចទេទោះបីជាមិនអាចអញ្ចឹងលោកក៏ជាមនុស្សដែលខ្ញុំត្រូវការយកកលៀនរបស់លោកនិងភ្នែករបស់លោកគ្រប់យ៉ាងត្រូវទៅឲ្យខ្ញុំអាយ៉ាអ្នកទាំងពីរឆាប់ឲ្យលឿនតិចទៅយឺតពេលតែបន្តិចភ្នែកនិងកលៀនរបស់គូអ៊ីចើលែងមានទៀតហើយបងថ្លៃជួយខ្ញុំផងឆាប់ភ្លាមលេងគេទៅគ្រាន់តែជាមនុស្សស្រីម្នាក់មកតែម្នាក់ឯងក៏ហ៊ានមកជួយសង្គ្រោះមនុស្សដែរអញ្ចឹងមកបរិច្ចាគសេរីរាឲ្យខ្ញុំទៅអញ្ចឹងត្រូវមើលលើនាងមានសមត្ថភាពប៉ុណ្ណាដែរក្រអិតក្រតុងនាងគ្រាន់តែជាមនុស្សស្រីម្នាក់ខ្ញុំអាចលើកលែងនាងបានបើសិនជាពេលនេះនាងលុតជង្គង់ទទួលស្គាល់កំហុសខ្ញុំមកតែនាងមានភាពស្រស់ស្អាតក៏មានប្រយោជន៍ដែរខ្ញុំមកតែនាងប្រហែលជាចង់ស្លាប់ហើយល្ងងបែបនេះនាងហើយនឹងគេទៅចុះនរកជាមួយគ្នាទៅសบายលេងណាមែនទេតែប៉ាត់នាងគឺជាអ្នកណាចូលចិត្តខ្វះភ្នែកនិងវះកលៀនមនុស្សណាមែនទេបើអញ្ចឹងខ្ញុំគួរតែខ្វះភ្នែកនឹងចេញសាកមើលគូជឿឯងបងប្រុសជួយខ្ញុំផងជួយស្អែកខ្សែខ្ញុំផងបងប្រុសជួយផងសាហាវពេកហើយគ្មានបន្តសោះបងប្រុសបើសិនជាបងមកយឺតតែបន្តិចទៀតកលៀននឹងភ្នែករបស់ខ្ញុំលែងមានទៀតហើយអើបងប្រុសដឹងមែនទេថាយើងគឺជាអ្នកណាហេតុបំផ្លាញរឿងល្អរបស់យើងផងយើងសូមណែនាំពួកឯងប្រញាប់ចេញឲ្យឆ្ងាយទៅអ ុក្រិតជនថ្នាក់ជាតិទី1ជួយដល់សេរីរាង្គរបស់មនុស្សស្ដេចបិសាចដោយសារតែការកិច្ចវេះពីការតាមចាប់ខ្លួនប្រែខ្លួនជាស្រីក្រមុំនេះសុខចិត្តចំណាយឈាមអស្ចារ្យមែននេះនៅតែជាអកុសលឡើយទេប្រពន្ធសម្លាញ់អូនប្រយ័ត្នផងខ្ញុំប្រាប់នាងទៅចុះបងថ្លៃរបស់ខ្ញុំខ្លាំងពូកែណាបើសិនជានាងហ៊ានទៅស្លាប់ទៅចេញនេះបងទាំងពីរនេះនៅហ៊ានជាមួយនឹងកំដត់ដៃបងថ្លៃទៀតទេបងប្រុសបងថ្លៃមិនអាចវាយគេដល់ស្លាប់បានទេអេឈប់វាយទៅបងប្រុសដែលមិនខ្វះពីសម្ដីបងសោះឈប់ចាប់គេបកគលអបលីទៅបានរង្វាន់ 100000ពេលនេះលោកទៅតែនិយាយនៅល្អនៅមានដង្ហើមអញ្ចឹងខ្ញុំត្រូវតែប្រញាប់ទៅទទួលរង្វាន់ 100000ហើយនឹងបានញ៉ាំស៊ុបហើយអ្នកចំបាំងស្រីខ្ញុំប្រដាប់បលីរួយហើយល្អទៅស្លាប់ទៅបងប្រុសគូអ៊ីនចើ